ព្រឹកនេះសូមធ្វើការ live នៅវាលស្រែខាងជើងភូមិបងប្អូនណាខ្លះដែលជា fan នៅក្នុង TikTok របស់ខ្ញុំហើយជាអ្នកស្រែចម្ការដូចគ្នាបងប្អូននេះគឺជាទស្សនវិជ្ជារួមដែលខ្ញុំយកមកបញ្ចាំងនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំគឺជាទស្សនវិជ្ជានៅវាលស្រែនៅស្រុកជុំគ្រីបងប្អូនស្រុកជុំរីដែរស្ថិតនៅក្នុងខេត្តកំពតហើយទីលំនៅស្រុករបស់ខ្ញុំនេះខែវស្សាគឺទិដ្ឋភាពស្រស់បំព្រងអញ្ចឹងបងប្អូនបងប្អូនជាអ្នកស្រែចម្ការដូចខ្ញុំពេលណាដែលយើងឃើញទិន្នផលរបស់យើងដែលយើងខំប្រឹងប្រែងពីដើមទីមកដល់ពេលនេះបាទឃើញល្អគបប្រសើរបាទជាទីពេញចិត្តសម្រាប់អ្វីដែលខ្លួនមានយើងអត់ប្រាថ្នាអ្វីខ្ពស់ដែលហួសពីសមត្ថភាពរបស់យើងប៉ុន្តែយើងសប្បាយចិត្តនៅអ្វីដែលយើងមានបងប្អូនគិតដូចខ្ញុំអត់ខ្ញុំគិតចឹងបងប្អូនខ្ញុំគិតថាមាសប្រាក់ទ្រព្យសម្បត្តិអីគឺជារឿងមួយតែសំខាន់អ្វីដែលយើងមានសេចក្តីសុខគឺយើងរស់នៅជាមួយនឹងធម្មជាតិយើងអត់បំផ្លាញធម្មជាតិយើងស្រឡាញ់ធម្មជាតិនេះគឺជាផ្ទាំងទស្សនីយភាពដែលបង្កើតឡើងដោយធម្មជាតិបាទបងប្អូននោះគឺជាជួរភ្នំបងប្អូនណានេះជួរភ្នំនេះនោះចន្លោះភ្នំនោះគឺចន្លោះស្ទឹងភេក៏ជារមណីយដ្ឋានមួយដែរបែបលក្ខណៈធម្មជាតិកែច្នៃពីជំនាន់ដើមដែលបន្សល់ខ្លះដល់សម័យនេះគេធ្វើជាលក្ខណៈទេសចរកែច្នៃបាទបើសិនជាបងប្អូនអីចង់មកកំសាន្តលេងអីអាចមកកំសាន្តបាននៅទីនេះចុងសប្តាហ៍អាចមកបានគ្នាមួយក្រុម 4-5 នាក់អីបានបាទមានកញ្ចុះគេតម្រៀបគ្នាហែហមច្រើនបាទមានកន្លែងកំសាន្តមានទឹកនៅក្បែរជើងភ្នំបាទទំនប់គឺធំល្វឹងល្វើយបងប្អូនណាហើយនេះអាប៉ែកជ្រុងខាងនេះខាងលិចឈៀកជើងនេះបាទនោះគឺជាជួរភ្នំដែលលងភ្ញៀវបងប្អូនដែលជួរភ្នំលងភ្ញៀវនោះនៅខាងនោះបើសិនជាបងប្អូនអ្នកស្រែចម្ការដូចគ្នាអីបងប្អូនយល់ពេលដែលបងប្អូនទៅដល់ទីក្រុងក៏ដែរក៏បងប្អូននឹកឃើញដល់ខែនេះរដូវនេះបាទគឺជារដូវដែលសាបព្រោះពូជស្រូវផ្សេងគ្នាប៉ុន្តែខែរដូវវស្សាបងប្អូនចង់និយាយចង់ខុសដោយសារអត់ដែលនិយាយតាមកញ្ចក់អេក្រង់ទូរស័ព្ទហើយនេះស្រូវនេះបាទល្អបាទទៅបាច់ជីហើយពីម្សិលមិញហើយថ្ងៃនេះមក